នោះមិនមែនជាអ្នករត់តុគ្មានប្រយោជន៍ទេគាត់ជាអ្នករត់តុដែលកំពុងស្រែកអំពីនយោបាយប្រតិបត្តិនៃក្រមអាហារដែលពិតជាធ្វើឲ្យខ្ញុំរញ៉េញ៉ៃមនុស្សវណ្ណៈទាបទាំងនេះសពថ្ងៃមានច្រើនណាស់តែងតែបង្កើតឈុតឆាកដោយគ្មានហេតុផលអូត្រូវហើយលោកប្រធានាធិបតីវងនឹងមកដល់ឆាប់នេះហើយខ្ញុំមិនដឹងទេកុំមករ៉ារាំងផ្លូវគេដាប្រយ័ត្នមានរឿងធំតើអ្នកណាដែលអ្នកគិតថាខ្ញុំនឹងមិនធ្លាប់ចូលទីនោះមិត្តប្រុសរបស់នាងគឺជាអ្នកស្នងរត់នៃក្រមអាហារដំឡូងបំពង់តូចដូចជាពួកយើងមិនគួរទៅរកបញ្ហាទេពិតជារបៀបដែលខ្ញុំមកមិនចាំខ្យល់នៃក្រមអាហារមានមិត្តស្រីវាជាកិច្ចការរបស់គ្រួសារធំទាំងនោះតើអ្នកអាចដឹងដោយរបៀបណាខ្ញុំកំពុងស្វែងរកយើងចាប់តាំងពីយើងកំពុងធ្វើការជាមួយគ្នាដូច្នេះខ្ញុំគិតថាខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅក្បាលឡើងប្រសិនបើអ្នកបានឈរនៅទីនោះល្ងីល្ងើយលើនេះអ្នកប្រហែលជាត្រូវគេបណ្តេញចេញបន្ទាប់មកខ្ញុំត្រូវតែអរគុណអ្នកដែលអ្នកស្វាគមន៍បន្ទាប់ពីទាំងអស់យើងស្ថិតនៅក្នុងទំនាក់ទំនងកិច្ចសន្យាមិនមានបញ្ហាធំទេអូត្រូវតើអ្នករកលុយបានច្រើនទេយប់នេះខ្ញុំមិនដឹងថាវាគួរតែគ្រប់គ្រាន់សម្រាប់អាហារពេលល្ងាចទេបន្ទាប់មកលុយទាំងអស់នេះគឺសម្រាប់អ្នកដែលអ្នកមានចិត្តល្អពេកតើមានអ្វីខុសជាមួយខ្ញុំអ្នកមានរូបរាងល្អបែបនេះប៉ុន្តែអ្នកគួរតែធ្វើការជាជាងយកវិធីងាយស្រួលវាកំរណាស់ពិធីងាយអូអ្នកប្រសើរជាងមិនដឹងបន្ទាប់ពីពិធីជប់លៀងមិនចាក់ចេញខ្ញុំនឹងព្យាបាលអ្នកឲ្យញ៉ាំអាហារពេលល្ងាចយោពមអ្វីដែលអ្នកទាំងពីរខ្សឹបប្រាប់នៅទីនោះតើលោក Ferney ណា Hammerfield ស្ថិតនៅជាន់ក្រោមទទួលបានអ្វីមួយវាត្រូវតែជារឿងបន្ទាន់តើអ្នកទាំងពីរអ៊ូតមអំពីអ្វីមកចាក់ឲ្យខ្ញុំផឹកលីនបរោះម្នាក់វាគ្រប់គ្រាន់ហើយដែលអ្នកមិនចាំបាច់ច្រណែននឹងខ្ញុំនៅពេលដែលខ្ញុំភ្ជាប់ពាក្យជាមួយលោកហ្វូខ្ញុំនឹងមានលោកហ្វូរៀបចំទីតាំងសុវត្ថិភាពសម្រាប់មិត្តប្រុសរបស់អ្នកចាត់ទុកវាជានិមិត្តរូបតូចមួយនៃសេចក្តីស្រឡាញ់ពីខ្ញុំចំពោះប្អូនស្រីតូចរបស់ខ្ញុំគ្រប់គ្រាន់ដោយចិត្តល្អខ្លាំងខ្លាយរបស់អ្នកហើយអ្នកហេតុអ្វីបានជាអ្នកមិនរៀបការជាមួយម៉ងសៅនៅតែទូចង់នៅជាមួយអ្នករត់តុក្រីក៏តើអ្នកគ្មានការគោរពខ្លួនឯងមិនដូចខ្ញុំទេមីលហ្វូព្យាយាមធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដោយផ្ដល់ឲ្យខ្ញុំនៅតម្លៃដ៏អស្ចារ្យនេះពេជ្រពណ៌ផ្កាឈូកតើពេជ្របញ្ចប់ដោយអ្នកយ៉ាងម៉េចជំនួយការអានមើលទៅដូចជាអ្នករត់ទៅបានធ្វើខុសខ្ញុំនឹងយកវាមកវិញកញ្ញាលីនខ្ញុំសុំទោសប៉ុន្តែពេជ្រមិនគួរជារបស់អ្នកទេតើអ្នកជានរណាខ្ញុំជាជំនួយការផ្ទាល់របស់ប្រធានាធិបតីហ្វូអ្វីដែលជំនួយការផ្ទាល់ខ្លួនខ្ញុំមិនដឹងអ្នកសូមប្រគល់ពេជ្រមកវិញអូខ្ញុំឃើញអ្នកគ្រាន់តែជាកូនអុករបស់នាងនៅក្នុងហ្គេមនេះគ្រាន់តែដើម្បីចាប់យកពេជ្ររបស់ខ្ញុំលីនវីអ្នកពិតជាខ្មាស់អៀនណាស់ដែលបានឃើញលោកហ្វូផ្ដល់ឲ្យខ្ញុំនៅពេជ្រមួយអ្នកគ្រាន់តែរមាស់ដើម្បីចាប់យកវាទៅឆ្ងាយគ្រាន់តែពេជ្រពណ៌ផ្កាឈូកដែលមានតម្លៃ$3 លានប្រសិនបើលីនវីចង់បានវាខ្ញុំនឹងផ្ដល់ឲ្យនាង10 ដងដោយរីករាយអ្នករត់ទៅមិនល្អអ្នកមានសម្លេងគួរឲ្យទុកចិត្តតើអ្នកធ្លាប់បានឃើញពេជ្រពីមុនទេកុំឆ្លោះជាមួយនាងឈប់តើអ្នកកំពុងគិតពីការភៀសខ្លួនភ្លាមបន្ទាប់ពីអួតលីនទេអ្នកពិតជាខ្មាស់អៀនគ្រូសាលីនរបស់យើងដោយនៅជាមួយអ្នករត់ទៅបែកបាក់នេះនឹកសូមប្រគល់ពេជ្រមកវិញបើមិនដូច្នោះទេខ្ញុំបានរាយការណ៍ទៅអាជ្ញាធរក្នុងនាមគ្រួសារអាហារហេតុអ្វីបានជាខ្ញុំគួរប្រគល់វាមកវិញនេះគឺជាពេជ្ររបស់ខ្ញុំនេះគឺជាកំណត់ត្រាទិញកញ្ញាលីនប្រសិនបើអ្នកនៅតែបដិសេធមិនប្រគល់វាមកវិញខ្ញុំអាចប្តឹងអ្នកសម្រាប់ការកាន់កាប់ឯកជនរបស់អ្នកដទៃរបៀបដែលពួកគេអាចមានកំណត់ត្រាទិញកញ្ញាលីនប្រសិនបើអ្នកមិនចង់ប្រគល់វាមកវិញអ្នកក៏អាចជ្រើសរើសទិញពេជ្រនេះបានដែរតើអ្នកនិយាយបាន$3 លានប៉ុណ្ណាពេជ្រនេះបានមកពីការដេញថ្លៃសូរីហើយវាថ្លៃណាស់កញ្ញាលីនអ្នកមិនអាចមានលទ្ធភាពទិញវាបានទេសំហេតុសំផលតើអ្នកគិតថាខ្ញុំមិនអាចមានលទ្ធភាពទិញវាបានទេខ្ញុំមិនអាចឈរធ្វើឈុតឆាកនៅចំពោះមុខមនុស្សជាច្រើនបានទេកញ្ញាលីនអ្នកនឹងត្រូវបង់ដោយផ្ទេរឬឆែកមិនមានប្រាក់គ្រប់គ្រាន់នៅក្នុងកណ្នេះទេបើអត់ខ្ញុំគ្រាន់តែផ្ដល់ឲ្យគាត់នៅការលោតនិងដោះស្រាយវានៅពេលក្រោយពិនិត្យលីណូខ្ញុំនឹងដោះស្រាយជាមួយអ្នកឆាប់ឬក្រោយមកអ្នកទៅលីនរត់ណែនាំអ្នកកុំធ្វើដូចអ្នកមានពេលអ្នកមិនមានប្រសិនបើខ្ញុំចាំបានត្រឹមត្រូវកាន់នេះរបស់អ្នកមិនមានដែនកំណត់អន្ទានច្រើនទេខ្ញុំគិតថាអ្នកគ្រាន់តែច្រណែននឹងខ្ញុំអ្នកប្រហែលជាមិនអាចទេដើម្បីមានលទ្ធភាពទិញគ្រឿងអលង្ការថ្លៃបែបនេះពេញមួយជីវិតរបស់អ្នកប្រសិនបើអ្នកអង្វរខ្ញុំឥឡូវនេះខ្ញុំអាចពិចារណាអនុញ្ញាតឲ្យអ្នកបិទពី3ថ្ងៃពេជ្រតែ$3 លានពិតជាមិនសមនឹងនាងទេវាជាការល្អដែលអ្នកមានការយល់ដឹងអំពីខ្លួនឯង